ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំក៏មានមុខម្ហូបមួយមុខផងដែរគឺខ្ញុំមកឆាត្រីខជាមួយនឹងផ្លែម្ទេសវែងម្ដងចាតែមុនដំបូងហ្នឹងគឺខ្ញុំមកបេះលឹកម្រះព្រៅឲ្យស្អាតជាមុនសិនចាដោយសារតែម្ហូបមួយមុខនេះគឺខ្ញុំបង់លឹកម្រះព្រៅចាបន្ទាប់ពីខ្ញុំបេះលឹកម្រះព្រៅរួចហើយខ្ញុំយកលឹកម្រះព្រៅហ្នឹងមកលាងទឹកឲ្យបានស្អាតជាមុនសិនបន្ទាប់ពីខ្ញុំលាងលឹកម្រះព្រៅស្អាតអស់ហើយខ្ញុំមកធ្វើការលាងផ្លែម្ទេសម្ដងចាចំពោះផ្លែម្ទេសហ្នឹងគឺខ្ញុំមានម្ទេសវែងចាចំពោះផ្លែម្ទេសវែងគឺវាអត់ហឹរទេតែខ្ញុំដាក់ម្ទេសដៃនាងផងដែរចាដោយសារម្ទេសដៃនាងវាមានរសជាតិហឹរអញ្ចឹងសម្លមួយមុខនេះកាលណាដែលមានរសជាតិហឹរតិចៗទៅធ្វើឲ្យម្ហូបកាន់តែមានរសជាតិឆ្ងាញ់ចាអញ្ចឹងចំពោះផ្លែម្ទេសលឹកម្រះព្រៅអីខ្ញុំលាងស្អាតអស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមមកធ្វើការហាន់ផ្លែម្ទេសម្ដងចាចំពោះផ្លែម្ទេសគឺខ្ញុំហាន់វាជាកង់តូចៗបែបនេះចាអញ្ចឹងខ្ញុំមកធ្វើការដំមើមខ្ទឹមសម្ដងចាចំពោះមើមខ្ទឹមសគឺខ្ញុំដាក់វាទាំងសំបកខ្ញុំអត់បោះសំបកចេញទេចាដោយសារតែនៅពេលដែលខ្ញុំយកទៅបំពងទាំងសំបកគឺវាមានក្លិនឈ្ងុយជាងសំបកចាអញ្ចឹងសូមពុកម៉ែបងប្អូនមកទស្សនាវីដេអូពីការឆាត្រីខជាមួយផ្លែម្ទេសជាមួយខ្ញុំទាំងអស់គ្នាចាជាដំបូងគឺខ្ញុំដាក់ខ្លាញ់នៅក្នុងខ្ទះឲ្យវារាងក្តៅបន្តិចមកបន្ទាប់មកខ្ញុំចាក់មើមខ្ទឹមសចូលចារួចហើយខ្ញុំកូរវាឲ្យឡើងគ្រឿងក្រហមបន្តិចហើយឲ្យឡើងក្លិនឈ្ងុយបន្តិចចាបន្ទាប់មកគឺខ្ញុំធ្វើការចាក់ទឹកត្រីចូលចាបន្ទាប់ពីខ្ញុំចាក់ទឹកត្រីចូលរួចហើយហ្នឹងគឺខ្ញុំកូរវាឲ្យឡើងក្លិនឈ្ងុយបន្តិចបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមចាក់ត្រីខចូលចាចំពោះត្រីខនេះគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនចាគឺជាត្រីខផលិតផលរបស់ខ្មែរយើងទេតែវាមានរសជាតិឆ្ងាញ់មែនទែនចាហើយបន្ទាប់មកទៀតគឺខ្ញុំចាក់ទឹកចូលបន្តិចកុំឲ្យវាខាប់ពេកចារួចហើយខ្ញុំកូរវាឲ្យចូលជាតិគ្នាបន្តិចមកបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ទឹកប្រេងខ្យងដើម្បីឲ្យម្ហូបកាន់តែមានរសជាតិឆ្ងាញ់បន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ស្ករត្នោតចូលម្សៅស៊ុបចូលហើយនិងប៊ីចេងចូលបន្ទាប់មកខ្ញុំចាប់ផ្ដើមកូរវាឲ្យចូលគ្រឿងគ្នាឲ្យចូលជាតិគ្នាបន្តិចបន្ទាប់មកខ្ញុំចាប់ផ្ដើមចាក់ផ្លែម្ទេសចូលរួចហើយខ្ញុំកូរវាឲ្យចូលជាតិគ្នាបន្តិចរួចហើយខ្ញុំទុកមួយសន្ទុះសិនដើម្បីឲ្យផ្លែម្ទេសហ្នឹងវាឆ្អិនបានល្អបន្តិចសិន
ចាអញ្ចឹងផ្លែម្ទេសរបស់ខ្ញុំវាបានឆ្អិនល្អហើយអញ្ចឹងខ្ញុំចាប់ផ្ដើមកូរត្រឡប់វាពី3 4 5ត្រឡប់មកដើម្បីឲ្យវាកាន់តែចូលជាតិគ្នាបានល្អចាហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ស្លឹកម្រះព្រៅចូលគឺរួចជាការស្រេចចាចំពោះមុខម្ហូបមួយមុខនេះផងដែរគឺមានរសជាតិឆ្ងាញ់ប្លែកហើយចំណាយពេលវេលាខ្លីសម្រាប់ក្នុងការចម្អិនហើយចំណាយថវិកាក៏អស់តិចល្មមចាហើយបានម្ហូបឆ្ងាញ់ទៀតចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ